ជំរាបសួរបងប្អូនទាំងអស់គ្នាតព្រះបន្ទូលព្រះដល់រស់តមកទៀតហើយដូច្នេះកូនសង្ឃឹមថានឹងបងប្អូនកូនចៅរបស់ទ្រង់នឹងបានទទួលនៅព្រះបន្ទូលព្រះតាមរយៈកូនជាអ្នកបម្រើការងារទ្រង់បិតាឲ្យកូនអរគុណទ្រង់ណាសូមទ្រង់គង់នៅជាមួយកូនក្នុងការផ្សាយដំណឹងល្អពីទ្រង់ហើយសូមទ្រង់គង់នៅជាមួយពួកបងប្អូនកូនចៅទ្រង់ដែលកំពុងតែបានមើលវីដេអូនេះសូមព្រះប្រទានពរដល់ពួកគេគ្រប់គ្នាផងដែរអរគុណដល់ព្រះដែលមានគ្រប់ទាំងបច្ចេស្តាជាព្រះនៃសេរីស្រឡាញ់ជាព្រះដែលមានជនរស់អរគុណទ្រង់គុណសូមទូលថ្វាយការអធិដ្ឋាននៅពេលចាក់បង្រៀនមេរៀននេះថ្វាយដាច់នឹងកណ្ដាប់ហរដែលមានគ្រប់ទាំងបច្ចេស្តាព្រមទាំងមេត្តាអត់ទោសការខុសឆ្គងការម្លងរបស់ខ្ញុំម្ចាស់គ្រប់បែបយ៉ាងខ្ញុំម្ចាស់តែនឹងធ្វើខុសជាមួយទ្រង់អរគុណទ្រង់ក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះនេះជាព្រះបន្ទូលមួយដែលចេញពីហេព្រើរមកតកតងពីហេព្រើរមកនិយាយពីការស្កប់ចិត្តដូច្នេះសូមបងប្អូនទាំងអស់គ្នាជួយឲ្យយោបល់ផងហើយបើកន្លែងណាដែលមានការខុសឆ្គងយ៉ាងណាសូមព្រះប្រទានពរដល់ពួកបងប្អូនយើងទាំងអស់គ្នាផងដែរអរគុណដល់ព្រះដែលមានគ្រប់ទាំងបច្ចេស្តាឥឡូវខ្ញុំអានជូនទីម៉ូថេខ្សែទី1ចំពោះ6ខ6ខ្ញុំអានជូនតែការគោរពប្រណិប័តដល់ព្រះដែលមានទាំងចិត្តស្ងប់ស្ងល់ផងចិត្តស្កប់ស្កល់ផងនោះជាកម្រៃមួយយ៉ាងធំមែនអរគុណព្រះទ្រង់បានមានបន្ទូលថាបើសិនណាជាយើងគោរពប្រណិប័តដល់ព្រះដែលមានទាំងចិត្តស្កប់ស្កល់ផងនោះជាកម្រៃមួយយ៉ាងធំមែនភាសាកម្រៃនៅក្នុងព្រះគម្ពីរនេះមានន័យទូលំទូលាយនេះគឺជាជីវិតអស់កលជាមួយព្រះនៅនគរឋានសួគ៌ហើយជាពិសេសទៅទៀតសូមបងប្អូនទាំងអស់គ្នាយល់ដឹងថាពាក្យកម្រៃនឹងយើងនៅក្នុងសាច់ឈាមនឹងក៏យើងរកទទួលទានអ្វីក៏យើងចង់បានកម្រៃដែរដូច្នេះព្រះទ្រង់មានបន្ទូលថាបើសិនណាជាយើងប្រណិប័តដល់ព្រះមានចិត្តស្កប់ស្កល់នឹងអ្វីដែលទ្រង់ប្រទាននេះជាកម្រៃមួយដ៏ពិសេសចំពោះអ្នកគ្រីស្ទានបងប្អូនហើយនេះហើយដែលជាការដែលខ្ញុំបានជម្រាបបងប្អូននេះគឺសូមឲ្យបងប្អូនទាំងអស់គ្នាមានចិត្តតស៊ូនឹងការស្កប់ស្កល់នឹងអ្វីដែលបងប្អូនមានដូច្នេះនៅពេលវេលានេះខ្ញុំតទៅទៀតនៅខ7ថាបាត់យើងរាល់គ្នាមិនបានយកអ្វីមកចូលមកក្នុងលោកីនេះទេអរគុណព្រះអង្គហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរយើងដឹងហើយមិនបាច់បកស្រាយទេពីព្រោះព្រះមានបន្ទូលថាអ្វីដែលនៅក្នុងលោកីគឺថាអត់មានប៉ះពាល់ដល់អ្នកដែលយើងទ្រង់រើសយកទៅនៅនគរឋានសួគ៌គឺគ្មានស្អីទាំងអស់គឺមានតែសេចក្តីស្រឡាញ់គឺមានការគោរពកោតខ្លាចព្រះគឺធ្វើម៉េចឲ្យតែព្រះសពតិអូខេអរគុណព្រះអង្គហើយជាពិសេសទៅទៀតកម្រៃនេះក៏ជារឿងមួយដែលគួរយើងចាប់អារម្មណ៍ដែរគឺជាព្រះទ្រង់មានបន្ទូលថាឲ្យមានអត្តចរិតដូចទ្រង់ពាក្យអត្តចរិតនេះគឺថាអេរិយាបថអត្តចរិតនេះគឺខុសគ្នាអត្តចរិតគឺព្រះមានអត្តចរិតមិនយើងត្រូវធ្វើតាមព្រះមានបន្ទូលថាធ្វើម៉េចយើងត្រូវធ្វើតាមព្រះដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនកូនចៅព្រះនៅពេលនេះទ្រង់នឹងផ្ដល់មេរៀនមួយនេះអស្ចារ្យដែលខ្ញុំទៅបាននឹងរៀនដែលមានកម្រៃមួយយ៉ាងធំមែនខ្ញុំចង់បានកម្រៃពីព្រះណានិយាយតាមត្រង់រឿងខ្ញុំចង់បានកម្រៃពីព្រះណាគឺខ្ញុំចង់បានជីវិតនៅនគរឋានសួគ៌ជាពិសេសមិនមែនគ្រាន់តែបងប្អូនយើងមានសេចក្តីជំនឿជឿដល់ព្រះនឹងព្រះសពតិណាទៅហើយអូខេអរគុណច្រើនសូមព្រះអង្គគង់ជាមួយជំរាបលាអរគុណព្រះ